នេះបងប្អូនប៉ុណ្ណឹងហើយបើថាមិនសុតទៀតអត់ដឹងទៅរកណាបានទេបងប្អូនតើតែឃើញច្បាស់នឹងភ្នែកចឹងបានដឹងថាទឹកដៃមិនធម្មតាឈុតដែលអត់តន់ហើមុខហើមាត់គេចេះតែថតឲ្យមើលឲ្យបងប្អូនប៉ុន្តែបើឈុតហើមុខមាត់ហើយអត់មានអារម្មណ៍ចង់ថតឲ្យមើលទេខ្មាស់គេមានបងប្អូនយើងខមមិនសួរចង់ចេះរៀនបាលីចងមាត់ឃ្មុំចាំបាច់ទៅរៀនឯណាបងប្អូនហើយនេះដើរតាមតែពីក្រោយខ្ញុំទៅហើយចាំតែភ័យទៅបងប្អូនហើយបើមិនកិច្ចខ្លះទេគ្រោះថ្នាក់ហើយយកឃ្មុំច្រើនហើយតែអត់ដើរបានថតទេបងប្អូនដើរម្នាក់ឯងអញ្ចឹងពិបាកថតហើយនេះដោយសារតែនឹកឃើញចង់ថតក៏ប្រឹងយកមេឈើទប់ដាក់ទល់នៅដើមចេកផងនៅឈើយកគៀវថ្នោតមកដាក់តាំងទូរស័ព្ទដើម្បីឲ្យកាមេរ៉ាឆ្លូននឹងហើយក៏ចាប់ដើមថតចំណែកមួយនេះវិញគឺដើរស្ទើរតែបុកហើយដោយសារតែមើលអត់ឃើញធំពេកបងប្អូនហើយនេះឃើញទូចប៉ុណ្ណឹងក៏មើលងាយក្បាលទឹកពេញបឹបតែម្ដងតែសំខាន់ដើរប៊ីសបុកព្រោះមើលអត់ចង់ឃើញក្រោយពីកាត់ហើយរោលយកកាន់ម្ខាងកាន់ទូរស័ព្ទម្ខាងកាន់ឃ្មុំចឹងរៀងពិបាកបន្តិចបន្ទាប់ពីយកអាទូចបានរួចរាល់ហើយក៏ដើរទៅមុខបន្តិចជួបអាមួយទៀតយ៉ាងធំប៉ុន្តែអ្វីដែលសំខាន់អាធំនេះបានតែថតពេលអត់ទាន់យកនឹងទេបងប្អូនហើយព្រោះម្នាក់ឯងអត់មានពីណាថតអត់មានពីណាកាន់ទូរស័ព្ទចឹងហើយដាក់តាំងដាក់ឲ្យឈរនៅដើមជែកក៏វាមិនឈរចឹងហើយពេលដែលយកក៏អត់បានថតទេហើយមួយនេះវិញគឺនាំជើងខ្លាំងមកដើររបន្ទាប់ពីបោះយកក៏ដើរទៅដល់សំបុកមួយទៀតមកសំបុកនេះគឺមានរហូតដល់ទៅ5 6ផ្លិតបងប្អូនតែអត់សូវមានក្បាលទឹកក្រោយមកក៏បានទៅដល់ចំការចប៉ីមានមួយខ្ចីល្អណាស់ក្បាលទឹកក៏ច្រើនពេញល្អទៀតពីមួយកន្លែងទៅមួយកន្លែងក៏បានច្រើនរហូតដល់ថ្ងៃម៉ោងបាយក៏នាំគ្នាត្រឡប់មកផ្ទះវិញហើយនេះគឺជាលទ្ធផលរមួយព្រឹកនេះដែលមានប្រមាណ6 បកងសតក្បាលទឹកចាស់ល្អណាស់បងប្អូនហើយប៉ុន្តែក៏មានក្បាលទឹកដែលខ្ចីដែរសនឹងក្បាលទឹកខ្ចីគ្រាន់តែមកដល់ផ្ទះភ្លាមមិនបងអង្គយូចាប់ផ្ដើមកោសយកក្បាលទឹកហើយសម្រេងសម្រាញ់យកទឹកដែលសុទ្ធល្អអត់ឲ្យដោយកាកដោយសំណល់ដោយសម្រាមហើយមួយធុងនេះគឺក្បាលទឹកសុទ្ធបងប្អូនចំណែកឯសាច់វិញទុកនៅនឹងថង់ផ្សេងតើតែចឹងมันហៅថាឃ្មុំសុទ្ធណាបងប្អូនបាទនេះឃ្មុំសុទ្ធហើយគឺសុទ្ធយកតែមែនតែននៅតែប៉ុណ្្នឹងហើយនៅតែមានអ្នកសង្ស័យថាចំរកឃ្មុំបានច្រើនទឹកនឹងបាន1លីត្រឬក៏2លីត្រប្រហែលជាលាយស្ករថែមមិនដឹងទេបងប្អូនបាទសម្រាប់ឃ្មុំដែលបងប្អូនកំងចេញពីខ្ញុំផ្ទាល់គឺធានាជូនថាបើមិនសុទ្ធទេបាទយកមកឲ្យខ្ញុំវិញហើយយកលុយវិញចោះប៉ុន្តែហាមយកទៅបន្លំដាក់លេខខ្លួនឯងបន្ទាប់មកយកមកថារបស់ខ្ញុំខូចហាងឆេងចឹងកុំឲ្យខាតចាក់ចូលទៅក្នុងដបក៏បន្ទាប់ពីត្រងយកសម្រាមចេញមេយកលំអងយកអីចេញអស់ក៏ចាក់ចូលទៅដបសម្រាប់បងប្អូនដែលគាត់ត្រូវការគាត់នឹងកំងយកនេះបងប្អូនហេតុអីបានមកដបមានពណ៌ខុសគ្នាពេលដោយសារតែវាមានឃ្មុំដែលចាស់និងឃ្មុំដែលខ្ចីហើយឃ្មុំដែលរកបានកន្លះយើងរកមកកន្លះបន្ថែមទៀតចាក់ចូលទៅគឺវាពណ៌ខុសគ្នាមិនឲ្យខាតគឺបានចេញជាម្ហូបមួយមុខទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់